ការពីវិធីខ្ញុំបានអូ Facebook មកឃើញមានព័ត៌មានមួយបងប្រុសម្នាក់គាត់បានចែករំលែកអំពីចំណេះដឹងដែលគាត់ជាអ្នកមានបញ្ហាមញោបហើយគាត់ពាក់វ៉ែនតាមញោបដូចខ្ញុំអញ្ចឹងគឺគាត់ពាក់តលេងបាល់ទាត់បាទអញ្ចឹងពេលដែលគាត់ពាក់វ៉ែនតាមញោបធម្មតាតលេងបាល់ទាត់ពេលនោះគឺបាល់ទាត់គឺគេទាត់មកគឺចំមុខរបស់គាត់ធ្វើឲ្យគាត់មានបញ្ហានៅត្រង់កន្លែងខ្ទង់ច្រមុះនេះបាទអញ្ចឹងពីខ្ញុំទៅមិនថាធ្ងន់កម្រិតណាប៉ុន្តែធ្វើឲ្យមានបញ្ហាគាត់ឈឺចឹងគាត់ត្រូវទៅពេទ្យដែរអញ្ចឹងពីវីដេអូមួយនេះគឺខ្ញុំចង់បង្ហាញអំពីអ្នកដែលគាត់មានបំណងចង់ទៅលេងកីឡាហើយមានបញ្ហាផ្នែកមញោបអាចអញ្ជើញមកហៅវ៉ែនតា VC Optic គឺខ្ញុំចង់ណែនាំអំពីប្រភេទដងវ៉ែនតាមួយដែលសុវត្ថិភាពខ្ពស់នៅក្នុងការរត់លេងកីឡាហើយដាក់ជាមួយនឹងលេខ degree របស់ភ្នែករបស់យើងអញ្ចឹងដងនេះគឺវាមានសុវត្ថិភាពទី1អាចសេរីទៅតាមទំហំក្បាលរបស់យើងបានហើយទី2គឺនៅខាងមុខខ្ទង់ច្រមុះគឺប្រភេទជ័រស៊ីលីកុនទន់បាទវាជួយទប់អញ្ចឹងមានន័យថាពេលដែលមានការប៉ះទង្គិចពីបាល់មកគឺវាជួយទប់កន្លែងខ្ទង់ច្រមុះនេះមិនឲ្យយើងមានបញ្ហាសម្រាប់សៀតការទៀតសោតគឺប្រភេទជ័រទន់អញ្ចឹងមិនថាពីខាងមុខពីចំហៀងគឺប្រភេទដងកីឡានេះគឺមានសុវត្ថិភាពខ្ពស់សម្រាប់អ្នកដែលគាត់ប្រើប្រាស់ในការរត់លេងកីឡាអញ្ចឹងមិនថាកីឡាបាល់ទាត់បាល់ទះអីគឺដំណើរការត្រូវទាំងអស់អញ្ចឹងក្រៅពីការលេងកីឡាបាល់ទាត់បាល់ទះនៅក្នុងនោះសម្បីតែកីឡាវាយសីក៏យើងអាចប្រភពជាមួយនឹងវ៉ែនតាប្រភេទដែរតែដែលឡែកកីឡាហែលទឹកយើងអត់ recommend ទេដោយសារអីប្រភេទនេះគឺវាអត់បានទប់កុំឲ្យទឹកចូលភ្នែកយើងទេប៉ុន្តែនៅក្នុងនោះ VC Optic ក៏មានដែរសម្រាប់វ៉ែនតាហែលទឹកអញ្ចឹងជាចុងក្រោយនេះគឺខ្ញុំសូមផ្ដាំនៅវីដេអូមួយនេះសម្រាប់អ្នកដែលគាត់មានបញ្ហាចង់ប្រើប្រាស់ជាមួយនឹងលេខ degree មញោបហើយជាមួយនឹងវ៉ែនតាដែលមានសុវត្ថិភាពក្នុងការលេងកីឡាអាចអញ្ជើញមកហៅវ៉ែនតា VC Optic ទាំងពីរសាខាបាន